ក្រុងព្រះសីហនុទីក្រុងដែលកំពុងផ្លាស់ប្ដូរនិងបង្កើតឱកាសថ្មីបច្ចុប្បន្នក្រុងព្រះសីហនុកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយនៃការផ្លាស់ប្ដូរនិងស្ដារកំណើនឡើងវិញបន្ទាប់ពីឆ្លងកាត់រយៈពេលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងបញ្ហាប្រឈមជាច្រើននៅក្នុងវិស័យអចលនទ្រព្យនិងសេដ្ឋកិច្ចទីក្រុងនេះកំពុងឈានចូលដំណាក់កាលថ្មីដែលផ្ដោតកាន់តែខ្លាំងលើការវិនិយោគរយៈពេលវែងទេសចរណ៍ឧស្សាហកម្ម Logistics និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពយើងនៅតែអាចឃើញអគារមួយចំនួនមិនទាន់បញ្ចប់និងគម្រោងមួយចំនួនដែលកំពុងរងចាំការវិនិយោគថ្មីនេះនៅតែជាបញ្ហាប្រឈមពិតប្រាកដមួយសម្រាប់ក្រុងព្រះសីហនុប៉ុន្តែស្របពេលជាមួយគ្នានេះយើងក៏កំពុងឃើញគម្រោងមួយចំនួនចាប់ផ្ដើមឡើងវិញអាជីវកម្មថ្មីៗចូលមកទីផ្សារនិងការខិតខំប្រឹងប្រែងកាន់តែខ្លាំងពីរាជរដ្ឋាភិបាលដើម្បីទាក់ទាញការវិនិយោគដែលមានគុណភាពចំណុចខ្លាំងបំផុតមួយរបស់ក្រុងព្រះសីហនុគឺទីតាំងយុទ្ធសាស្ត្រទីក្រុងនេះមានកំពង់ផែទឹកជ្រៅអន្តរជាតិសំខាន់របស់កម្ពុជាហើយកំពង់ផែក៏កំពុងត្រូវបានពង្រីកបន្ថែមជាមួយនឹងផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុអាកាសយានដ្ឋានតំបន់សេដ្ឋកិច្ចពិសេសនិងការអភិវឌ្ឍឧស្សាហកម្មក្រុងព្រះសីហនុកំពុងក្លាយជាចំណុចសំខាន់សម្រាប់ពាណិជ្ជកម្មនិងប្រព័ន្ធ Logistics របស់កម្ពុជាវិស័យទេសចរណ៍ក៏ជាឱកាសដ៏សំខាន់មួយផងដែរក្រុងព្រះសីហនុមានឆ្នេរសមុទ្រស្អាតកោះរមណីយដ្ឋាននិងធនធានធម្មជាតិសមុទ្រដ៏មានតម្លៃបញ្ហាសំខាន់នៅពេលនេះគឺត្រូវបន្តពង្រឹងគុណភាពសេវាកម្មភាពស្អាតនៃទីក្រុងការតភ្ជាប់អន្តរជាតិនិងបង្កើតផលិតផលទេសចរណ៍ឲ្យកាន់តែចម្រុះតាមទស្សនៈរបស់ខ្ញុំអនាគតរបស់ក្រុងព្រះសីហនុមិនគួរពឹងផ្អែកទៅលើវិស័យវិនិយោគមួយប្រភេទទៀតឡើយអនាគតរបស់ទីក្រុងនេះគួរតែរួមបញ្ចូលទេសចរណ៍ Logistics ឧស្សាហកម្មផលិតកម្មពាណិជ្ជកម្មអន្តរជាតិអចលនទ្រព្យសេវាកម្មកំសាន្តនិងការអភិវឌ្ឍលំនៅឋានដែលមានគុណក្រុងព្រះសីហនុនៅតែមានបញ្ហាប្រឈមហើយការស្ដារឡើងវិញត្រូវការពេលវេលាប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធមានរួចហើយទីតាំងយុទ្ធសាស្ត្រមានរួចហើយឱកាសវិនិយោគថ្មីៗក៏កំពុងបើកចំហផងដែរក្រុងព្រះសីហនុមិនមែនគ្រាន់តែកំពុងស្ដារឡើងវិញពីអតីតកាលប៉ុណ្ណោះទេប៉ុន្តែកំពុងមានឱកាសកសាងខ្លួនទៅជាទីក្រុងសេដ្ឋកិច្ចដ៏រឹងមាំចម្រុះនិងមានចីរភាពសម្រាប់អនាគតរបស់កម្ពុជា